សម្លៀកបំពាក់ប្រមាណជាង100កេសដែលជាអំណោយរបស់ក្រុមហ៊ុន GY Park និងព្រះវិហារគ្រឹះក្តីស្រឡាញ់នៃកម្ពុជាបានផ្ដល់ជូនសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ តុយសិរីរតននិតភត្រាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មាននិងជាតំណាងឯកឧត្តមនិតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅទីស្តីការក្រសួងព័ត៌មានលោកគីសៀកផាកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GY Park Hall Ltd និងជានាយកនៃព្រះវិហារគ្រឹះក្តីស្រឡាញ់នៃកម្ពុជាមានប្រសាសន៍ថានេះជាលើកទី1ហើយក្នុងការផ្ដល់ជូនសម្លៀកបំពាក់ជូនដល់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានម្យ៉ាងទៀតក៏ពិតជាចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ជូនសម្ភារៈចាំបាច់មួយចំនួនដល់ប្រជាជនភៀសសឹកកុមារតូចៗនៅតាមសាលារៀនឬទីជនបទនានាសម្លៀកបំពាក់ទាំងនេះក៏អាចជួយដល់តម្រូវការប្រជាពលរដ្ឋកម្ពុជាមួយភាគក្នុងការកាត់បន្ថយភាពត្រជាក់បានមួយកម្រិតផងដែរក្នុងរដូវកាលចុះត្រជាក់នៅកម្ពុជាលោកបានបន្តថាក្រុមហ៊ុន GY Park ក៏បានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតក្នុងការផ្ដល់ជំនួយសប្បុរសនានាដើម្បីធានាផ្ដល់ស្នាមញញឹមនិងក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកហើយកន្លងមកលោកនិងក្រុមគ្រួសារតែងតែបានផ្ដល់ជូនអាហារូបករណ៍ដល់សិស្សានុសិស្សនិងនិស្សិតក្រីក្រកម្ពុជាដែលមានកង្វះខាតថវិកាក្នុងការបន្តការសិក្សាឲ្យមានឱកាសបន្តការសិក្សារហូតបញ្ចប់ថ្នាក់ឧត្តមសិក្សានិងក្រៅឧត្តមសិក្សាផងដែរលោកជំទាវ តុយសិរីរតននិតភត្រាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកគីសៀកផាកនិងសហការីទាំងអស់ដែលបានផ្ដល់ជូននៅអំណោយមនុស្សធម៌ដ៏មានតម្លៃនាឱកាសនេះមកកាន់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតភាពប៉ិនប្រសប់ភាពឆ្លាតវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបច្ចាន់មនីក៏ដូចជាឯកឧត្តមនាយភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានតែងតែបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាពិសេសមិនបណ្ដោយឲ្យប្រជាជនណាម្នាក់ជួបនៅបញ្ហាដោយពុំបានដោះស្រាយនោះឡើយពិសេសការផ្ដល់ជូនជាស្បៀងអាហារអំណោយមនុស្សធម៌គ្រប់បែបយ៉ាងជូនដល់ជនភៀសសឹកកម្ពុជាដែលត្រូវបានរំលោភបំពានពីប្រទេសជិតខាងសម្ដៅធ្វើយ៉ាងណាដោះស្រាយឲ្យបានទាន់ពេលវេលាមានតម្លាភាពនិងប្រសិទ្ធភាពលោកជំទាវ តុយសិរីរតននិតភត្រាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានបានបន្តថាសម្លៀកបំពាក់ទាំងនេះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មាននឹងផ្ដល់ជូនបន្តដល់ប្រជាពលរដ្ឋក៏ដូចជាកុមារដែលមានតម្រូវការចាំបាច់យ៉ាងទាន់ពេលវេលាជាថ្មីម្ដងទៀតលោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានសូមឲ្យលោកគីសៀកផាកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន GY Park Hall Ltd បន្តជួយផ្ដល់នៅអំណោយមនុស្សធម៌បន្តទៀតដើម្បីធានាបាននៅតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ